បងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សានុសិស្សបាទចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែករំលែកអំពីវិធីសាស្ត្រឬក៏វិធីក្នុងការផ្ដល់កម្លាំងចិត្តខ្លួនឯងដើម្បីឲ្យខ្លួនឯងនឹងរៀនពូកែបាទចឹងតើដើម្បីរៀនពូកែតើយើងត្រូវមានកម្លាំងចិត្តដូចម្តេចខ្លះចឹងចូលរួមមើលវីដេអូនេះតាំងពីដើមដល់ចប់ទាំងអស់គ្នាយើងនឹងដឹងថាតើមានវិធីណាខ្លះដែលអាចធ្វើឲ្យយើងរៀនពូកែបាទរៀនពូកែបាននិទេសល្អបាទតោះចឹងយើងមកមើលទាំងអស់គ្នាដាក់ថាកម្លាំងចិត្តក្នុងការរៀនឲ្យពូកែអញ្ចឹងដើម្បីរៀនបានពូកែគឺយើងត្រូវមានជំហាន4យ៉ាងធំទី1គឺការពិតដែលអ្នកត្រូវប្រាប់ខ្លួនឯងរាល់ថ្ងៃចឹងតើយើងត្រូវប្រាប់ខ្លួនឯងរាល់ថ្ងៃថាយើងត្រូវធ្វើដំណេចខ្លះបាទទី2គឺវិធីសាស្ត្រស្រោចស្រង់ស្មារតីនឹងការរៀនសូត្រទី3ការបដូរការគិតដើម្បីបង្កើតថាមពលបាទហើយនឹងចំណុចទី4សំខាន់ជាងគេនោះគឺដំបូន្មានលើកទឹកចិត្តតោះចឹងយើងមកមើលចំណុចទាំង4នេះថាតើគេចង់ឲ្យយើងធ្វើដូចម្តេចខ្លះហើយសង្ឃឹមថាបងប្អូនដែលមិនទាន់ចុច Like និង Subscribe Channel ខ្ញុំនឹងជួយចុច Subscribe Channel ខ្ញុំអ្នកមួយផងបាទតោះចឹងយើងចូលទៅមើលចំណុចទី1ទាំងអស់គ្នាបាទចំណុចទី1គឺបាទមុននឹងចូលដល់ចំណុចទី1គឺយើងមកមើលពីលំនាំនៃការតាំងចិត្តសិនបាទណាគឺថាការមានអារម្មណ៍បាក់ទឹកចិត្តនិងគិតថាខ្លួនឯងរៀនខ្សោយគឺជាបន្ទុកផ្លូវចិត្តដ៏ធ្ងន់មួយសម្រាប់សិស្សគ្រប់រូបប៉ុន្តែសូមចាំថាលទ្ធផលនៃការរៀនសូត្រនៅថ្ងៃនេះមិនមែនជាអ្នកកំណត់វាសនារបស់អ្នកពេញមួយជីវិតនោះទេសូមផ្ដល់ឱកាសឲ្យខ្លួនឯងបានធូរស្បើយនិងពិចារណាលើចំណុចពង្រឹងកម្លាំងចិត្តដោយខាងក្រោមបាទអញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការផ្ដល់កម្លាំងចិត្តចំណុចទី1គឺការពិតដែលអ្នកត្រូវប្រាប់ខ្លួនឯងរៀងរាល់ថ្ងៃអញ្ចឹងរាល់ថ្ងៃតែយើងត្រូវប្រាប់ខ្លួនឯងដូចម្តេចខ្លះបាទអ្នកមិនមែនល្ងងទេអ្នកគ្រាន់តែមិនទាន់រកឃើញវិធីសាស្ត្រត្រូវខួរក្បាលរបស់មនុស្សគ្រប់រូបមានសកម្មភាពមានសមត្ថភាពអភិវឌ្ឍបានដូចគ្នាការដែលរៀនខ្សោយនៅពេលនេះអាចមកពីអ្នកមិនទាន់យល់មូលដ្ឋានគ្រឹះឬមិនទាន់ជួបវិធីពន្យល់ដែលត្រូវនឹងខួរក្បាលរបស់អ្នកបាទតាមទៅប្រាប់ខ្លួនឯងថាយើងមិនល្ងងទេបាទចំណុចមួយទៀតការនីមួយមានរដូវរីកខុសៗគ្នាមិត្តភ័ក្តិរបស់អ្នកអាចរៀនពូកែមុនអ្នកប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចពូកែដូចគេនោះទេការដើរយឺតមិនមែនជាបញ្ហាទេអ្វីដែលសំខាន់នោះគឺអ្នកមិនបោះបង់បាទចំណុចមួយទៀតគឺពិន្ទុមិនអាចវាស់វែងតម្លៃរបស់អ្នកទាំងស្រុងឡើយពិន្ទុលើក្រដាសប្រឡងវាស់វែងបានតែចំណេះដឹងក្នុងមេរៀនមួយពេលប៉ុណ្ណោះបាទនោះទេវាមិនអាចវាស់វែងពីភាពស្មោះត្រង់ភាពអត់ធ្មត់និងគំនិតច្នៃប្រឌិតនិងអនាគតរបស់អ្នកឡើយបាទនេះគឺជាវិធីសាស្ត្រទី1វិធីសាស្ត្រទី2នោះគឺបាទវិធីសាស្ត្រទី2គឺបាទវិធីស្រោចស្រង់ស្មារតីនឹងការរៀនសូត្រចឹងតើយើងត្រូវស្រោចស្រង់ស្មារតីរបស់យើងដូចម្តេចខ្លះដើម្បីរៀនសូត្របាទចឹងដើម្បីដើរចេញពីភាពបាក់ទឹកចិត្តអ្នកមិនអាចផ្លាស់ប្ដូរគ្រប់យ៉ាងត្រឹមមួយយប់នោះទេតែអ្នកអាចចាប់ផ្ដើមពីចំណុចតូចៗបាទទី1គឺឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទៀតចូលប្រៀបធៀបខ្លួនឯងនៅថ្ងៃនេះជាមួយខ្លួនឯងកាលពីម្សិលមិញបើថ្ងៃនេះអ្នកចេះអានមួយពាក្យធ្វើលំហាត់បានមួយខ្ទង់ច្រើនជាងម្សិលមិញនោះមានន័យថាអ្នកកំពុងជឿនលឿនហើយបាទចំណុចមួយទៀតគឺចាប់ផ្ដើមពីចំណុចងាយបំផុតនៅពេលខួរក្បាលកំពុងល្វើយកុំទាន់បង្ខំរៀនមេរៀនពិបាកចូលរើសយកមេរៀនណាដែលងាយយល់ឬមុខវិជ្ជាណាដែលអ្នកចូលចិត្តជាងគេមកអានឬធ្វើលំហាត់មុនគេដើម្បីបង្កើតអារម្មណ៍ជោគជ័យបាទជ័យជំនះតូចតាចឲ្យខួរក្បាលមានកម្លាំងចិត្តបាទចំណុចមួយទៀតហ៊ានសួរនិងស្វែងរកជំនួយការមិនចេះមិនមែនជារឿងគួរឲ្យខ្មាស់គេទេចូលហ៊ានសួរគ្រូសួរមិត្តភ័ក្តិដែលពូកែឬស្វែងរកវីដេអូបញ្យលមេរៀនសាមញ្ញនៅលើ YouTube ការសួរនាំជាសញ្ញានៃអ្នកចង់ដឹងនិងចង់អភិវឌ្ឍខ្លួនបាទ
ចឹងយើងចូលទៅដល់វិធីសាស្ត្រទី3បាទទី3គឺប្ដូរការគិតដើម្បីបង្កើតថាមពលបាទប្ដូរការគិតដើម្បីបង្កើតថាមពលពាក្យដែលធ្លាប់គិតថាអវិជ្ជមានយើងត្រូវប្ដូរមកភាពដែលគិតថាវិជ្ជមានវិញបាទចឹងយើងស្គាល់ហើយអវិជ្ជមានគឺតែកំណត់ដែលយើងធ្លាប់គិតថាមិនល្អចឹងយើងត្រូវប្ដូរមកគិតគំនិតមួយគឺគំនិតបែបល្អវិញឧទាហរណ៍ថាខ្ញុំរៀនមិនចេះទេខួរក្បាលខ្ញុំមិនដើរឡើយបាទអញ្ចឹងយើងត្រូវប្ដូរមកជាមេរៀននេះរៀងពិបាកបន្តិចតែខ្ញុំព្យាតែបើខ្ញុំព្យាយាមម្ដងទៀតខ្ញុំនឹងអាចយល់ឬអាចធ្វើវាបានអញ្ចឹងយើងប្ដូររបៀបនេះមួយទៀតឧទាហរណ៍ថាគេធ្វើបានល្អណាស់ឯខ្ញុំគ្មានបានការបាទនេះគឺជាគំនិតអវិជ្ជមានណាអញ្ចឹងយើងត្រូវប្ដូរថាគេធ្វើបានល្អហើយបានល្អហើយខ្ញុំក៏នឹងព្យាយាមតាមរបៀបរបស់ខ្ញុំដែរបាទចំណុចមួយទៀតខ្ញុំធ្វើខុសហើយខ្ញុំធ្វើខុសទៀតហើយខ្ញុំធុញណាស់អញ្ចឹងយើងបដូរពីទម្លាប់នេះចោលវិញមកដាក់ថាកំហុសនេះបង្ហាញថាខ្ញុំត្រូវតែកែត្រង់ណាលើកក្រោយខ្ញុំនឹងមិនខុសទៀតទេបាទអញ្ចឹងយើងនៅមានវិធីសាស្ត្រផ្សេងទៀតក្នុងការផ្លាស់ប្ដូរគំនិតរបស់យើងឧទាហរណ៍ថាខ្ញុំមិនអាចធ្វើបានទេវាពិបាកខ្លាំងណាស់អញ្ចឹងយើងអាចដូរថាខ្ញុំនឹងអាចធ្វើវាបានបើសិនជាខ្ញុំមានការព្យាយាមឧទាហរណ៍អញ្ចឹងទៅអញ្ចឹងយើងចូលដល់ចំណុចទី4ដែលជាវិធីសាស្ត្រទី4នោះគឺដំបូន្មានដើម្បីលើកទឹកចិត្តឧទាហរណ៍ថាយើងបាក់ទឹកចិត្តនៅថ្ងៃនេះយើងអត់ចង់រៀនឬក៏រៀនមិនចាំឬក៏រៀនមិនពូកែអញ្ចឹងយើងត្រូវមានដំបូន្មានល្អមួយចំនួនដូចខាងក្រោមបាទទី1គឺកុំឲ្យការធ្លាក់ទឹកចិត្តនៅថ្ងៃនេះបំផ្លាញថ្ងៃស្អែករបស់អ្នកឡើយអញ្ចឹងបានន័យថាថ្ងៃនេះយើងធ្វើមិនបានមិនមែនមានន័យថាស្អែកយើងធ្វើមិនបានទេបាទចូលចាំថាដូចយើងរៀបរាប់ខាងលើអញ្ចឹងណាផ្ការីកតែងតែមានរដូវហើយអញ្ចឹងគេចេះមុនយើងចេះក្រោយគេមិនសំខាន់ទេសំខាន់គឺយើងចេះយើងត្រូវលើកទឹកចិត្តខ្លួនឯងបាទអញ្ចឹងមួយទៀតគេដាក់ថាទឹកភ្នែកដែលស្រក់ចុះព្រោះតែការរៀនសូត្រមិនទាន់បានល្អនឹងคล้ายទៅជាទឹកស្រោចស្រពគ្រាប់ពូជនៃភាពរឹងមាំរបស់អ្នកនៅថ្ងៃអនាគតបាទមួយទៀតសម្រាកមួយផ្លែតដកដង្ហើមវែងរួចដើរទៅមុខបន្តិចម្ដងបាទអ្នកនឹងអាចធ្វើវាបានហើយអញ្ចឹងនេះគឺជាវិធីសាស្ត្រស្រោចស្រង់ឬក៏វិធីសាស្ត្រមួយដែលយើងលើកទឹកចិត្តខ្លួនឯងបាទអញ្ចឹងដូចយើងបានដឹងហើយថាវិធីសាស្ត្រក្នុងការជួយឲ្យយើងរៀនពូកែនោះគឺមាន4ចំណុចនេះទី1គឺការគិតការពិតដែលអ្នកត្រូវប្រាប់ខ្លួនឯងរាល់ថ្ងៃខ្ញុំបានរៀបរាប់ជូនហើយមួយទៀតគឺវិធីសាស្ត្រស្រោចស្រង់ស្មារតីនៃការរៀនសូត្រមួយទៀតបដូរការគិតដើម្បីបង្កើតថាមពលហើយនៅចំណុចទី4នោះគឺដំបូន្មានលើកទឹកចិត្តបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះទេបើមានអីខុសឆ្គងឬក៏មានចម្ងល់កន្លែងណាអាច comment សួរនៅក្នុងចំណុច comment ខាងក្រោមវីដេអូនេះបានបាទអរគុណច្រើនចឹងជួបគ្នានៅវីដេអូក្រោយៗទៀត